អូខេសួស្តីអ្នកនរគ្នាខ្ញុំកៃសិនជួបគ្នាម្ដងទៀតហើយខ្ញុំនឹងរៀនអ្នកនរគ្នាអំពីការសរសេរកូដដែលផ្ដោតទៅលើវត្ថុជាដំបូងយើងចិត្តទៅយក path ទៅអ្នកនរគ្នាស្គាល់ path ហើយ path វាគឺជា object ដែលវាមាន property របស់វាយើងអាចដូរ color ក៏បានយើងអាចដូរ material ដាក់ neon ក៏បានដាក់ឲ្យវាខ្លាចទៅជាថ្មក៏បានដែរហើយវាអាចទៅ transparency នេះយើងអាចឲ្យវាមើលឃើញក៏បានមិនមើលឃើញក៏បានអូខេជាដំបូងយើងត្រូវតែក្នុង workspace នេះយើងគ្រាន់តែបង្កើត script នៅក្នុងpart វាទៅហើយដំបូងយើងឲ្យ array វា part equals to script.parent អូខេខ្ញុំនឹងយល់អ្នកនរគ្នាតិចថាតែខ្ញុំទៅសេ script.parent អញ្ចឹងដោយសារ script ហ្នឹងវានៅក្នុង part ហើយ part ហ្នឹងជា parent របស់ script ចឹងតែពេលវានៅក្នុង part ចឹងទៅបានន័យថា script ហ្នឹង parent របស់វាគឺជា part នេះអ្នកទាំងអស់គ្នាមើលហើយបើអ្នកទាំងអស់គ្នាអត់ច្បាស់ទេអ្នកទាំងអស់គ្នាអាចទៅសេចេះក៏បានដែរ game.workspace game ហ្នឹងនៅទំហំវាហ្មងវាមិនបាច់ចាំនេះទេហ្នឹងគឺជា game ហើយ game.workspace នេះគឺជា workspace យើងទៅរក workspace យើងសរសេរ workspace មកហើយយើងសរសេរចុចមួយទៀតមកយើងក្នុង workspace ហ្នឹងមើលទៅយើងមានឈ្មោះថា path អញ្ចឹងយើងសរសេរ path ហ្នឹងហើយតែប៉ុណ្្នឹងឯងអញ្ចឹង error អូខេ game.works game ចុច workspace យើងចុចទៅ workspace ហើយចុចមួយទៀតយើងទៅឈ្មោះថា path ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដូរឈ្មោះថា my path ចឹងទៅពេលយើងចុចទៅ my path ទៅវានឹង load ចេញមកចេះហើយដោយសារអី path ហ្នឹងវាខ្លាចឈ្មោះវាឈ្មោះថា my path អូខេ so បន្ទាប់មកយើងសរសេរអត្ថន័យរបស់វាយើងសរសេរអត្ថន័យរបស់វាយើងចង់ឥឡូវថានៅក្នុង property របស់ path ហ្នឹងយើងចង់ដាក់ដូរថាដូរ color ចុះដូរ brick color នេះអញ្ចឹងយើងគ្រាន់តែសរសេរ path dot brick color dot equals to brick color dot new smile អ្នកនរគ្នាចង់បានពណ៌អីក៏បានដែរពណ៌ really red ក៏បានពណ៌ white ក៏បានអីក៏បានដែរពណ៌ black ក៏បានដែរឥឡូវខ្ញុំសរសេរដាក់ថាខ្ញុំសរសេរចេះមួយមកដាក់ថា really red អូខេចាំមើលពេលខ្ញុំចុច play អូខេវាខ្លាចទៅជា red ចឹងបើខ្ញុំចង់ដូរទៅគឺជា black អានេះវា black ស្រាប់ហើយដូរទៅជា white ខ្ញុំចុច play មកវាទៅជា white អូខេហើយមួយទៀតយើងក៏អាចដូរ material របស់វាបានដែរយើងគ្រាន់តែសរសេរអត្ថន័យរបស់វាមកអត្ថន័យវាឈ្មោះ path យើងចុចមួយមកដាក់ថា material ស្មើនឹងយើងចង់បានដូរយើងចង់ដូរអីដូរ mud ក៏បានដូរដាក់វាជា neon ក៏បានតែឥឡូវខ្ញុំដូរឲ្យមើលឥឡូវហ្នឹងវាគ្រាន់តែជា path ហ្នឹងគ្រាន់តែជា plastic ទេ material របស់វាគ្រាន់តែជា plastic ទេតែខ្ញុំនឹងដូរនៅក្នុង strip ឲ្យអ្នកនរគ្នាមើលយើងគ្រាន់តែសេយើងគ្រាន់តែដាក់ចុច2មកហើយយើងគ្រាន់តែសេថា neon ចាំមើលអូខេពេលដាក់ neon ទៅវាភ្លឺខ្លាំងយ៉ាងយើងដាក់យើងចង់ដាក់ថ្មក៏បានវាខ្លាចទៅជាថ្មហើយយើងចង់ដាក់wood ឈប់មើលសិនហ្នឹងហើយ wood វាខ្លាចទៅជាឈើនេះអ្នកទាំងអស់គ្នាមើលឃើញទេហើយវាពណ៌សដោយសារវាពណ៌សដោយសារនេះយើងបានដូរវាខ្លាចទៅជាពណ៌សហើយមួយទៀតយើងក៏អាចដូរធ្វើឲ្យវាបាត់ឬក៏មិនបាត់ក៏បានដែរឥឡូវយើងដាក់ឈ្មោះ array មក path.transparency ស្មើនឹងប៉ុន្មានអ្នកនរគ្នាចង់ដាក់0.4 0.4ក៏បាន0.3ក៏បានឥឡូវពេលខ្ញុំចុច play ឈប់
ពេលខ្ញុំចុច play អ្នកគ្នាមើលឃើញវារៀងមើលទម្លុះឃើញទម្លុះហ្មងហើយបើខ្ញុំដាក់0.8នេះអ្នកគ្នាឃើញទេវាចាប់ដើមមើលលេងចង់ឃើញនេះហើយបើយើងគ្រាន់តែដាក់លេខ1នេះវាម៉ត់ចឹងមកតែថ្មវានៅដែរទេតែបើយើងមើលនៅក្នុង workspace នេះវិញនៅកន្លែង property នេះយើងបានដូរបើយើងបានកែតម្រូវឲ្យវាខ្លះជា white បានខ្លះជា white ហើយ material របស់វាដាក់វាជា wood ហើយកន្លែង transparency នេះយើងដាក់ឲ្យវាជាមួយចាំមិនថាវាបាត់ហើយតែវានៅនេះឡើយទេអូខេ so មួយទៀតយើងនឹងប្រើយើងនឹងប្រើ transform ទីមួយយើងឥឡូវយើងប្រើ size មុនទៅ size អូខេ path.size យើងអាចដូរ size វាក៏បានយើងដាក់ឥឡូវបើយើងចង់ដាក់ size យើងត្រូវដាក់ say vector 3 vector 3 dot new យើងចង់ដូរ size វាឲ្យខាង x ទៅជា50 y ទៅជា30យើងចង់ដូរមកក៏បានតែសិតតែយើងទេតែពេលយើងចុច play មកតែបើនេះគឺវាធំអត់យើងចង់ដូរsize x ហ្នឹងវាពីចេះទៅចេះនេះ x ហ្នឹងវាទៅចេះ z វាទៅចេះទៅពេល y វាទៅឡើងលើចឹងទៅពេលយើងដូរx 25ខាងនេះx នេះនឹងអត់ឃើញខាងនេះ x ខាងកដាល y ខាងចុងក្រោយគេនេះអានេះ z យើងចង់ដូរតា x ក៏បានដែរសិតតែយើងដាក់ឥឡូវដាក់20 00យើងដាក់00មានន័យថាយើងអត់បានកែតម្រូវ y ហើយនឹង z ទេទៅយើង play អញតាណាមកទេអញជប់អូខេច្រឡំបើយើងដាក់យើងដូរបាក់ឥឡូវខ្ញុំសុំកែដាក់កន្លែងនេះ5បន្តិចមកឲ្យវាមើលឃើញបើយើងដូរដាក់បើយើងដូរដាក់ថា x ទៅទេវារបៀបថាវាគៀបជាប់វាដូរតែ y សិនមកចាំន័យថាy ហើយនឹង z ហ្នឹងវាអត់ខ្ពស់ឬក៏វាអត់ម៉ាប់ឥឡូវខ្ញុំដូរតិចសិនអូខេនេះឥឡូវខ្ញុំដូរx ទៅ50អូខេអ្នកនរឃើញនេះវាវិញទៅហើយខ្ញុំដូរ z វានឹងខ្លាយទៅជា floor ដាក់នេះ25អត់ច្រឡំ 2.5 អូខេវានឹងខ្លាយទៅជា floor មួយអូខេឥឡូវខ្ញុំនឹងយល់អ្នកទាំងអស់គ្នាអំពី C frame បន្តិច C frame ហ្នឹងយើងអាចបញ្ជាឲ្យវត្ថុហ្នឹងទៅកន្លែងណាក៏បានដែរយើងចង់ឲ្យវាទៅកន្លែងនេះក៏បានយើងចង់ឲ្យវាទៅកន្លែងនេះក៏បានដែរតែឥឡូវនឹងសរសេរតិចទៅ path.cframe equal to cframe.new ហើយយើងសរសេរមកយើងចង់បានឲ្យវាទៅណាចង់ឲ្យវាទៅណាក៏បានដែរឥឡូវខ្ញុំចង់ឲ្យវាទៅឈប់ដាក់00សិនខ្ញុំចង់ឲ្យវាទៅកន្លែង x អូខេអ្នកនរគ្នាឃើញដាក់2អូខេបတ်ណាមកនេះវានឹងទៅតែ x ទេវានឹងដូរទៅតែផ្លូវ x របស់វាទេវាអត់ដូរទៅលើឬក៏អត់ដូរទៅចេះទេហើយបើខ្ញុំដូរដាក់20ខ្ញុំដូរដាក់ y 20object ហ្នឹងវានឹងឡើងលើជមើលហេហ្នឹងទៀតដាក់ឲ្យ50មកមិនស្រួលមើលអូខេឃើញឈប់ឥឡូវ
ខ្ញុំ anchor វាតិចមកឥឡូវខ្ញុំ say path dot anchor អ្នកទាំងអស់គ្នាដឹងអី anchor ហ្នឹងមិនបើអ្នកទាំងអស់គ្នាអត់ដឹងទេអាចចូលទៅមើលវីដេអូខ្ញុំមុនបានទៅពេលយើងដាក់ anchor true ទៅអូខេអ្នកទាំងអស់គ្នាឃើញវា float ហើយបើខ្ញុំដាក់វាដាក់ខ្ញុំដូរ C ទៅ20ទៅវីដេអូទៀតហើយចឹងC frame ហ្នឹងយើងចង់ឲ្យវាយើងចង់ឲ្យវត្ថុហ្នឹងចង់ទៅណាក៏បានដែរអូខេ so ខ្ញុំនឹងបញ្យល់ដល់អ្នកគ្នាអំពីfunction មួយដែលមានឈ្មោះថា touch អូខេ so ជាដំបូងយើងសេអត្ថេវាសិនមកសេអត្ថេវាសិនមក path goes to game dot workspace dot path ហើយយើងទៅសេ path dot touch connect function យើងដាក់ពងគួចនេះមកហើយតមកយើងចុចកន្លែងនេះមកហើយយើងចុច space ចុច enter ទៅអាកន្លែង add ហ្នឹងវានៅកន្លែងនេះហើយទៅនៅក្នុងនោះដែរយើងអាចឥឡូវខ្ញុំសាក់ print សិនឥឡូវខ្ញុំធ្វើ print ហ្នឹងមួយសិន player has touch a port អូខេវានឹង print ដល់អ្នកឃើញវា print ខ្ញុំដាប់វា print អូខេ so ឥឡូវខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមើលតាមការបញ្យល់របស់ខ្ញុំជាដំបូងខ្ញុំគ្រាន់តែខ្ញុំចង់ឲ្យtransparency នោះវាមើលលេងឃើញពេលយើងដើរប៉ះទៅវាមើលលេងឃើញដើរប៉ះទៅវាមើលលេងឃើញចឹងនេះថាយើងសរសេរ path.transparency មួយមានន័យថាវាបាត់នេះមួយបាត់យើងដាក់ can collide នេះដាក់ check can collide នេះទៅឥឡូវខ្ញុំដាក់ឲ្យមើលឥឡូវខ្ញុំតែឲ្យមើលសិនឈប់ដាក់វា0វិញឥឡូវខ្ញុំតែឲ្យមើលខ្ញុំដាក់បាត់ទៅវាមើលអត់ឃើញតែវាដាក់បួកកើតនេះស្អីតែ can collide វានៅ check វានៅ check បើវា check ទៅជា true មានន័យថាយើងដាក់បុកវាបានទេអញ្ចឹងពេលយើងដើរប៉ះវាយើងធ្វើដែរដាក់ can collide ហ្នឹង off ដាក់ទៅ false អូខេដាក់វាបាត់ពេលខ្ញុំដាក់បុកវាខ្ញុំដាក់រំលោភបាននេះអ្នកនរគ្នាឃើញហើយតមកដើម្បីយើងដើរបុកវាបានម្ដងទៀតយើងគ្រាន់តែសរសេរឥឡូវខ្ញុំដាក់ wait 2 second មក wait ហ្នឹងក៏ជា function ដែរឥឡូវបើខ្ញុំដាក់2 second ហ្នឹងទៅវានឹង wait 2 second ពេលវាដល់2 second ហើយវានឹង run script នៅខាងក្រោមនេះទៀត transparency equals 0ពេលខ្ញុំដាក់0អញ្ចឹងទៅ wait 2 second ក្រោយវានឹងមកវិញហើយតមកខ្ញុំដាក់ can collide នេះឲ្យវា true វិញទៅ path.can collide ដាក់ true បានន័យថាcan collide ហ្នឹងអត់អាចដើរបុកវិញបានទេវាត្រូវតែយើងប៉ះវាម្ដងទៀតជំនឿន័យថាទី1នេះដើរបុកវាបាត់យើងអាចដើរទម្លុះវាបានយើង wait 2 second ពេលបើដើរបុកទម្លុះវាហើយវានឹងចេញមកវិញហើយយើងមិនអាចដើរបុកវាវិញបានទេwait 2 second អូខេវីដេអូនោះមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអាចសាកជឿនបន្តទៅបានរបៀបថាដូរសារដូរអីតាម script ចឹងពេលយើងប៉ះវាចឹងហើយបើអ្នកទាំងអស់គ្នាមានចម្ងល់ឆ្ងល់អីអាច comment ឬក៏ចូល Discord ខ្ញុំបានហើយអាចសួរនៅក្នុងនេះក៏បានដែរអូខេបាយបាយ